ចង់មើលថ្ងៃលេងក៏បានចង់មើលថ្ងៃមិនទាន់លេងក៏បានគឺស្រស់ស្អាតដូចគ្នាស្រេចទៅលើបងប្អូនចង់ទៅលេងពេលណាក៏បានដែរនេះគឺជាតំបន់ទេសចរបែបវប្បធម៌ថ្មីមួយដែលទឹកតែរះឡើងនៅលើទឹកដីខេត្តកំពង់ចាមទីនេះមានឈ្មោះថាប្រាសាទភ្នំទ្រាប់បាទអញ្ចឹងឯនេះដែរខ្ញុំហើយនឹងមិត្តភក្តិពីរនាក់ទៀតបាននាំគ្នាទៅលេងនៅលើភ្នំទ្រាប់ហើយមុននឹងឡើងទៅហ្នឹងគឺយើងបានធ្វើការចូលទិញទឹកទិញរបស់ញ៉ាំអីទៅញ៉ាំលើហ្នឹងអញ្ចឹងតែប៉ុន្តែភ្នំទ្រាប់នេះគឺខ្ញុំបានឡើងលេងរួចម្ដងហើយកាលពីចូលឆ្នាំក៏ប៉ុន្តែគឺផ្លូវមិនទាន់បានធ្វើស្អាតដូចជាឥឡូវនេះទេបើមិនជាបងប្អូនណាដែលគាត់អត់ទាន់បានមើលវីដេអូមុនទេអាចចូលទៅមើលឡើងវិញបាននៅលើ page ហើយកាលហ្នឹងគឺខ្ញុំចាំបានថាផ្លូវគឺបាក់មែនតើគឺអាចជិះម៉ូតូឌុបគ្នាឡើងបានទេគឺជិះបានតែម្នាក់ហើយខ្ញុំត្រូវដើរឡើងហត់មែនតើតំណដល់លើហើយទិញទឹកហាយអីហាយហ្នឹងក៏ស្រាប់តែឃើញអាកូននេះលេងកំភ្លោះអ្នកនរគ្នានឹកឃើញកាលពីក្មេងមែនតើខ្ញុំធ្លាប់លេងកំភ្លោះបាញ់គ្នាអូសប្បាយមែនតើឥឡូវនេះឃើញក៏ចង់សាកដែរបាទសុំអាកូននេះសាកបាញ់មួយមើលលឺអត់ផ្លែភ្លេបាលើភ្នំហ្នឹងមែនដាក់ហ្នឹងឯងមើលឲ្យកាន់មើលសបាញ់មួយអានោះផ្ទុះអានោះផ្ទុះពូសបាញ់មួយមើលពូចិត្តដល់អាហ្នឹងពូលេងចាស់ហើយពូលេងមុនណាពូលេងកំបាញ់អញអាឈួតឈឺប៉ុណ្ណេះមើលដាក់ហ្នឹងមើលអូអានេះលុយសតឡយបាទចាំបន្ទាប់ពីយើងសាកទឹកដៃយើងហើយមកឥឡូវយើងធ្វើដំណើរឡើងទៅលើភ្នំទាំងអស់គ្នាចង់ដឹងថាតើនៅលើហ្នឹងមានមនុស្សច្រើនអត់ប៉ុន្តែប្រហែលជាច្រើនហើយព្រោះថាផ្លូវធ្វើស្អាតហើយឃើញអត់នេះមានមនុស្សចុះមកតឡើងចុះអត់ដាច់ទេអ្នកនរនេះផ្លូវស្រួលហើយមានពូតាមដងផ្លូវទៀតគឺងាយស្រួលមែនតើសម្រាប់បងប្អូនដែលគាត់ចង់ឡើងមកមើលថ្ងៃលិចណាអ្នកទាំងនេះមិនបាច់ភ័យថាឡើងមកមើលថ្ងៃលិចហើយចុះទៅវិញអាងឹតប្រាក់ផ្លូវអីអត់ទេគឺងាយស្រួលមែនតើមានពូមានអីមកសែតែម្ដងនៅលើភ្នំនេះដែរគឺមានប្រាសាទ3ជាមួយនឹងរូបព្រះពុទ្ធបដិមាដ៏ធំមួយសម្រាប់អាយុកាលរបស់ព្រះពុទ្ធបដិមានេះគឺខ្ញុំមិនច្បាស់ដែរក៏ប៉ុន្តែខ្ញុំអាចបានស្មានបានថាខ្ទង់10ទៅ20ឆ្នាំនេះឯងព្រោះថាខ្ញុំកើតតន់ទេរូបពុទ្ធហ្នឹងក៏ប៉ុន្តែសម្រាប់ប្រាសាទ3នេះវិញគឺមានអាយុតាំងពីសតវត្សទី10មកម្លេះអ្នកនរនេះហើយកាលពីមុននៅតំបន់ប្រាសាទហ្នឹងក៏ត្រូវបានគេរកឃើញថាមានសាលាចរិតផងដែរក៏ប៉ុន្តែឥឡូវនេះក៏ត្រូវបានគេយកទៅរក្សាទុកនៅសារមន្ទីរបាត់ទៅហើយតែអ្វីដែលអ្នកបានឃើញអញ្ចឹងគឺថាមានតាំងពីម៉ូតូផងឡានផងឡើងមកលេងនៅលើនេះណាព្រោះថាវាមានខ្យល់អាកាសបរិសុទ្ធហើយតែវាស្រស់ស្អាតទៀតអ្នកអាចធ្វើការមើលបានបាទរួយអែមមែនតើ My God កប់សេរីភ្នំអីអរ៉េនេះណាទៅភាពញាក់សាច់តែមកបាទសុំបែ idol អ្នកទាំងអស់គ្នាក៏មកលេងដែរបាទអូមើលអី idol នៅហ្នឹង idol នៅហ្នឹងតាអូ idol នៅភូមិអីគេ idol នៅភូមិត្រប់ហើយចុះនៅនេះគេហៅគេនៅភូមិថ្មីភូមិត្រប់ស្រុកប្រទេសខេត្តកំពង់ចាមអូខេបាទចុះ idol នៅចិត្តហ្នឹងណានៅចិត្តហ្នឹង idol ឡើងមកលេងហ្នឹងមានអារម្មណ៍អីដែរមានអារម្មណ៍ថាស្រស់ស្រាយខានមកលេងយូរនេះតោះណាមានបុណ្យទានឯងបានឡើងមកជួនកាលថ្ងៃបុណ្យថ្ងៃអត់ដែរបានឡើងទៀតមួយឆ្នាំពីរឆ្នាំមិនចឹងមិនបានខែបងខែអត់បានឡើងហើយឥឡូវមិនបានឡើងមកដោយសារពីមុនផ្លូវពិបាកឡើងអូដល់ពេលឥឡូវផ្លូវស្រួលឡើងឥឡូវគេថាផ្លូវគេធ្វើស្រួលណាស្រួលឥឡូវដឹងពេលបុណ្យពេលអីដឹងមកហ៎មានអីនិយាយទៅកាន់បងប្អូនយើងអត់ចង់ឲ្យប្រជាជនទាំងឡាយដែលចង់មកទស្សនានៅខេត្តកំពង់ចាមមួយគួរតែឈៀងចូលនៅភូមិថ្មីភូមិត្រប់ស្រុកប្រទេសខេត្តកំពង់ចាមផងព្រោះថានៅម្ដុំនេះគឺមានប្រាសាទនេះគេអាចមកទស្សនាបានបាទឥឡូវយើងមកជួប MC កាកាដែលគាត់ល្បីគួរសមដែរបាទតែល្បីចាញ់ខ្ញុំឯងយើងស្ទើរតិចមកលោក MC កុំរឹកពេកមិនល្បីមិនសូវល្បីផងហើយលោកឡើងមកហ្នឹងមានអារម្មណ៍អីដែរមានអារម្មណ៍ថាវាលហើយនៅលើខ្ពស់វិញលហើយខ្យល់មកលយមកព្រោះពីមុនតែឥឡូវស្បូមពីមុនអត់ទៅមានមនុស្សដែលថាពីមុនអត់ទៅមានផ្លូវស្រួលឥឡូវចាក់បេតុងស្អាតអូខេហើយមើលទេសភាពនៅខូចនៅស្រុកជោគិរីនៅឃើញភ្នំនោះនៅរ៉ាល់នៅភ្នំអីគេកំពើភ្នំអីភ្នំកងរៃអីនៅនឹងអស់ចឹងមើលទៅស្អាតមែនតើបាទមកលេងបានបងប្អូននេះនៅគេចាក់បេតុងឲ្យស្អាតអានេះគេហៅថាប្រាសាទភ្នំទ្របបាទអូខេអរគុណបាទនេះអ្នកទីបំផុតយើងបានមើលថ្ងៃលិចហើយនេះស្អាតមែនតើនេះអូឡើងក្រហមឆ្អិនឆ្អៅតែម្ដងហើយចង់មកជាមួយសង្សារក៏បានជាមួយមិត្តភក្តិចេះក៏បានអ្នកឃើញយើងអូស្រឡាញ់គ្នាតែពួកនេះ fake ទេឃើញខ្ញុំទាញកាមេរ៉ាថតគេធ្វើឲ្យណាគៀកកដល់អាចធ្វើវ៉ាអញ្ចឹងវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេគឺយើងមកមើលថ្ងៃលិចទៅជោគជ័យហើយកុំភ្លេចជួយមកលេងនៅលើភ្នំទ្របនេះទៅឲ្យបានច្រើនទាំងអស់គ្នាណាអ្នកនរនេះផ្លូវស្អាតហើយទៅទៀតក៏ស្អាតដែរអញ្ចឹងកុំភ្លេចមកលេងបានច្រើនបាទអញ្ចឹងជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយជួយមកមេអើយ Oh, traveler, you carry the sun in your
mưa ai vì tao nào đi If I don't ask your name today.